នេះជារឿងដែលបាននិយាយគ្នាតាំងពីយូរណាស់មកហើយជារឿងរបស់សាកសពមានជីវិតចេះដែលបាននឹងអាចប្រើឲ្យធ្វើអ្វីក៏បានប៉ុន្តែគ្រាន់តែសពនោះនិយាយមិនកើតប៉ុណ្ណោះម្ចាស់របស់សាកសពមានជីវិតនេះឈ្មោះអ៊ុំឈៀងអាយុ60ឆ្នាំហើយផ្ទះរបស់គាត់ប្រើឈើចាស់ដែរលោកចៅអធិការវត្តអនុញ្ញាតឲ្យសង់នៅលើដីជីវត្តអ៊ុំឈៀងមានរូបរាងស្គមខ្ពស់ត្រូវនឹងគាត់ចេះចិញ្ចឹមខ្មោចទៀតមុខមាត់របស់គាត់ចង់កាត់ទៅរកខ្មោចដែរក្មេងវត្តមិនដែលហ៊ានទៅក្បែរផ្ទះរបស់គាត់ឡើយបើពេលយប់ទៀតរឹតតែគ្មានអ្នកណាហេអៀនទៅក្បែរសោះតែម្ដងព្រោះខ្លាចកិត្តិស័ព្ទដែលគាត់ចិញ្ចឹមខ្មោចនោះឯងទោះយ៉ាងនេះក្តីក៏នៅមិនទាន់មានអ្នកណាម្នាក់ធ្លាប់ឃើញខ្មោចដែលគាត់ចិញ្ចឹមនោះឡើយព្រះអាទិត្យទើបនឹងអស្តង្គតទៅថ្មីក្មេងវត្តវ័យជំទង់ពីរនាក់មានការឈ្លោះវិវាទគ្នាដល់ថ្នាក់វីតបដណ្ដើមឈ្នះតែរៀងខ្លួនអាឈុំទល់នឹងអារិតមិនបានទេព្រោះវាតូចជាងអារិតមិនដែលចុះចាញ់អ្នកណាសោះវាធ្វើជាជើងកាំងនៅវត្តនេះរហូតមកក្មេងក្នុងវត្តទាំងអស់ត្រូវខ្លាចវារៀបថ្ងៃនេះអាឈុំត្រូវអារិតដើរហើមមុខស្ពីងអាឈុំរត់សំដៅទៅផ្ទះអ៊ុំឈៀងទាំងភ្លេចរឿងខ្មោចឲ្យឈឹងទៅអ៊ុំឈៀងជួយផងអ៊ំស្អីអាឈុំជួយផងអ៊ំអារិតវាដេញដល់ខ្ញុំស៊ូនឹងវាមិនបានទេអារិតនេះវាឆ្លើយណាស់ចង់ធ្វើខ្លួនជាអ្នកជើងកាំងក្នុងវត្តផងតើមិនអីទេអាឈុំឯងនៅឈរត្រង់នេះហើយចាំអ៊ំប្រើកូនចៅទៅចាត់ការវាឲ្យណែអាសូបន្តិចទៀតឯងចុះមកចាត់ការជាមួយអ្នកលេងក្នុងវត្តបន្តិចណាស្ងាត់ឈឹងគ្មាននឿសំឡេងតបសោះអាឈុំងាកទៅមើលលើផ្ទះអ៊ុំឈៀងទាំងងឿងឆ្ងល់អារិតមើលពីចម្ងាយមកឃើញគូប្រយុទ្ធរបស់វាកំពុងឈរលាក់ខ្លួនពីខាងក្រោយខ្នងអ៊ុំឈៀងទាំងភ័យខ្លាចវាតាមមកហើយអ៊ំធ្វើប្រងើយទៅណាកុំខ្លាចទុកអ៊ំចាត់ការឲ្យឃើញដូច្នេះអារិតតាំងគំរាមថាចេញមកវើយអាឈុំទៅឈោពួនធ្វើអ្វីឆាប់ចេញមកឲ្យអញទាត់ឲ្យស្រួលទៅប្រសើរជាងអ៊ំឈៀងតបថាអារិតឈប់ត្រង់នោះហើយកុំចូលមកទៀតណាឯងកុំចេះតែដើរធ្វើបាបគេអីចឹងអាងតែគេតូចជាងវាមិនល្អមើលទេមិនមែនជារឿងរបស់អ៊ំទេកុំចេះវានិយាយព្រមទាំងបញ្ចេញសាច់ដុំដាក់អ៊ំឈៀងអ៊ំគុំទ្វាប្រយថ្នាឈឺខ្លួនម្នាក់ទៀតអូហូជ្រុលពេលទេដឹងអារិតមាត់របស់ឯងនៅមិនទាន់អស់ក្លិនទឹកដោះផងអីក៏ប្រហើនម្លេះឯងនៅស្គាល់អ៊ំឈៀងតិចពេកហើយអារិតគាត់និយាយរួចក៏ងាកមុខសម្លឹងទៅលើផ្ទះម្ដងទៀតគាត់ស្រែកប្រាប់ថាអាសូឯងឡើងមកប្រដៅអារិតឲ្យស្គាល់អ៊ំឈៀងច្បាស់ជាងនេះបន្តិចទៅភ្លាមនោះក៏មានរាងមួយចុះពីលើផ្ទះមកស្កាត់មុខអារិតដល់ថ្នាក់ភ្នែកស្នៅពេលបានឃើញរូបរាងនោះច្បាស់វាស្គមរហូតឃើញសុទ្ធតែឆ្អឹងមានសុទ្ធតែដំបៅពេញខ្លួនមុខវែងច្រមុះខែកថែមទាំងមានឆ្មេញស្រួចផងខ្មោចលងជួយផងអារិតស្រែកភ្លាត់សំឡេងរត់គេចអត់ងាកក្រោយអាសូរឯងតាមទៅប្រដៅវាឲ្យរៀងចាម្ដងទៅប៉ុន្តែកុំឲ្យដល់ថ្នាក់ងាប់វើយអាសូរខ្មោចបំរើទទួលបញ្ជាអ៊ុំឈៀងក៏ធ្វើដំណើរតាមក្រោយអារិតទៅអាឈុំឈរញាក់ថ្គាំទង្គិចគ្នាកិច្ចនិយាយលេងរួចអ៊ុំឈៀងឃើញដូច្នេះក៏ទះស្មាអាឈុំតិចឲ្យដឹងខ្លួនវិញណែអាឈុំមិនចាំបាច់ខ្លាចទេវាមិនធ្វើអីឯងទេក្មេងវត្តដឹងខ្លួនវិញវាព្យាយាមបញ្ចេញសំឡេងចេញមកដោយលំបាកថាស្អី
ស្អីគេខ្មោចណាអាឈុំវាជាខ្មោចឆៅជាទាសកររបស់ប្រើវាគ្រប់យ៉ាងទុកចិត្តបានឯងត្រឡប់ទៅវិញបានហើយប្រញាប់ចូលដេកទៅកុំចេញមកមើលខាងក្រៅឲ្យសោះប្រយ័ត្នអញជួយមិនទាន់អាឈុំរត់សម្ដៅវត្តយ៉ាងលឿនពេលទៅដល់កុដេវាប្រញាប់រុញទ្វារចូលទៅដេកជាមួយលោកបងលែងអាចមកក្រៅចំណែកអារិទ្ធវារត់ដល់វត្តមិនឃើញសល់អ្នកណាម្នាក់ព្រោះក្មេងវត្តចូលដេកអស់ហើយវាក៏ប្រញាប់រត់ឡើងលើកុដេចូលក្នុងបន្ទប់វាបិទបង្អួចដាក់កន្លឹះទ្វារយ៉ាងជិតសំឡេងឆ្កែក្នុងវត្តនាំគ្នាលូកញ្ជៀវត្រហឹងអារិទ្ធដេកប្រមព្រាតទូភួយចិត្តទាំងក្បាលទាំងជើងមួយសន្ទុះវាបានឮសំឡេងគោះទ្វារពីរបីតុករួចស្រាប់តែទ្វារនោះរបើកដោយខ្លួនឯងអារិទ្ធបង្ហើបភួយមើលឃើញមុខរបស់អាសូរខ្មោចឆៅរីកធំពេញមាត់វាបញ្ចេញសំឡេងងើអារិទ្ធវាស្ទុះចេញពីភួយស្រែកខ្លាំងហៅគេជួយទាំងរត់ឆ្លេឆ្លាក្នុងបន្ទប់តែម្នាក់ឯងវារត់តតែភ្លាត់ជើងដួលបោកក្បាលនឹងជញ្ជាំងសន្លប់បាត់ស្មារតីទៅ